ព្រះគម្ពីរជនកណនីដោយដែលបានបញ្ជាក់រួចមកហើយព្រឹត្តិការណ៍ដែលបានរៀបរាប់នៅក្នុងកាន់គម្ពីរជនកណនីជំពូកទី1ដល់ជំពូកទី10ខ11បានកើតឡើងនៅភ្នំស៊ីណៃជំពូកទាំងនេះរៀបរាប់អំពីកិច្ចការផ្សេងដែលសាសអ៊ីស្រាអែលត្រូវធ្វើដើម្បីរៀបចំធ្វើដំណើរឆ្ពោះទៅកាន់ទឹកដីកាណានសេចក្តីបង្គាប់ដ៏សំខាន់បំផុតនោះគឺជាការរាប់ចំនួនប្រជាជនដើម្បីចាត់ចែងការធ្វើដំណើរជាក្បួនដង្ហែឲ្យមានរបៀបរៀបរយក្រោយពីបានបោះជំរំនៅភ្នំស៊ីណាយអស់រយៈពេលប្រហែលជា1ឆ្នាំមកសាសអ៊ីស្រាអែលក៏បានចាប់ផ្ដើមធ្វើដំណើរចេញទៅអាកប្បកិរិយារបស់ពួកអ៊ីស្រាអែលត្រូវបានបង្ហាញឡើងដោយការត្អូញត្អែការបះបោរនិងការមិនជឿទីបំផុតពួកសាសអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបអាក្រក់ខ្លាំងបំផុតនៅត្រង់ស្រុកកាដេសបានេខណៈដែលពួកគេបានចាត់ឲ្យអ្នកស៊ើបការចូលទៅក្នុងទឹកដីកាណានដើម្បីឲ្យបានដឹងថានៅទីនោះមានសភាពយ៉ាងដូចម្តេចព្រះជាម្ចាស់បានសន្យាទុកជាមុនហើយថាទ្រង់នឹងប្រគល់ទឹកដីនោះទៅឲ្យពួកគេហើយទ្រង់ក៏បានប្រាប់ជាប្រកាសថាទ្រង់នឹងបណ្ដេញពួកខ្មាំងសត្រូវរបស់ពួកគេផងដែរប៉ុន្តែអ្នកស៊ើបការណ៍ទាំងអស់ក្រៅពីកាឡែបនិងយ៉ូស្វេបានរាយការណ៍ប្រាប់ពួកអ៊ីស្រាអែលថាពួកគេមិនអាចយកឈ្នះលើខ្មាំងសត្រូវទាំងនោះបានឡើយជាលទ្ធផលនៃការរាយការណ៍ដ៏អាក្រក់និងការរអ៊ូរទាំនៃប្រជាជនដែលបានឮដំណឹងនេះព្រះជាម្ចាស់បានប្រកាសសេចក្តីសម្រេចរបស់ទ្រង់ថា1ពួកគេត្រូវវង្វេងនៅក្នុងទីរហោស្ថានអស់40ឆ្នាំមុនពេលពួកគេទៅដល់ទឹកដីកាណាន2ក្នុងចំណោមអ្នកមានអាយុចាប់ពី20ឆ្នាំឡើងទៅមានតែកាឡែបនិងយ៉ូស្វេប៉ុណ្ណោះដែលអាចចូលទៅទឹកដីកាណានបានក្រៅពីនោះពួកគេត្រូវស្លាប់នៅទីរហោស្ថានព្រឹត្តិការណ៍ភាគច្រើនដែលបានកើតឡើងក្នុងពេលវង្វេងនៅទីរហោស្ថានដ៏យូរនេះគឺមិនត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរទេប៉ុន្តែព្រឹត្តិការណ៍ពីរដ៏សំខាន់ត្រូវបានលើកយកមកនិយាយដូចខាងក្រោម1ម៉ូសេមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងទឹកដីកាណានដោយការមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នៅភ្នំមេរីបា2ដោយការរអ៊ូរទាំរបស់ពួកអ៊ីស្រាអែលពួកគេត្រូវបានរងគ្រោះដោយពស់ភ្លើងចឹកពួកគេបានសង្គ្រោះដោយសម្លឹងមើលទៅឯពស់លង្ហិនដែលលោកម៉ូសេបានលើកឡើងនៅលើបង្គោលក្រោយពីការធ្វើដំណើរដោយគ្មានទិសដៅអស់រយៈពេលជាច្រើនឆ្នាំមកប្រជាជនក៏បានធ្វើដំណើរត្រឡប់ទៅស្រុកកាដេសបានេវិញបន្ទាប់មកទៀតធ្វើដំណើរទៅកាន់វាលស្រុកម៉ូអាប់ជាកន្លែងដែលពួកគេបានបោះជំរំមុននឹងចូលទៅក្នុងទឹកដីសន្យានៅទីនោះពួកគេបានធ្វើជំរឿនប្រជាជនជាចុងក្រោយហើយព្រះជាម្ចាស់បានប្រទានការណែនាំអំពីការបែងចែកទឹកដី